บอบโอนនៅខាងក្រោយខ្ញុំនេះគឺជាក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរីបងប្អូនអើយនៅលើភ្នំទាំងអស់របស់គេមែនអញ្ចឹងតើបានមានឈ្មោះថាមណ្ឌលគិរីដោយសារតែជាបណ្ដុំនៃភ្នំហ្មងបងប្អូនមិនថាទីក្រុងមិនថាក្នុងផ្សារមិនថាជាផ្ទះសំណាក់ស្ថានភាពការ៉ាសាំងអីផ្សេងៗទេបងប្អូនគឺឡើងភ្នំចុះភ្នំទាំងអស់ហ្មងខុសពីខេត្តក្រុងយើងផ្សេងអញ្ចឹងណាអ្វីដែលពិសេសបងប្អូននៅក្នុងក្រុងក៏ពិតមែនប៉ុន្តែមានកន្លែងដាំបន្លែដាំស្ពៃដាំអីច្រើនហូរហែមែនទែនបងប្អូនឃើញអត់សូម្បីតែនៅក្នុងក្រុងរបស់គេនៅតាមជើងភ្នំហ្នឹងណាក៏គេមានដាំបន្លែដាំដំណាំអីដែរដល់ពេលអញ្ចឹងមើលទៅតាក់ទាញមកបែបទៅសម្រាប់ខ្ញុំអ្នកដែលមកពីខាងប្រទេសមានជ័យរបៀបនេះបានមកខាងមណ្ឌលគិរីប្លែកភ្នែកខ្លាំងណាស់បងប្អូនអើយសូម្បីតែនៅតាមកន្លែងទីប្រជុំជនរបស់គេនៅផ្សារនៅអីអញ្ចឹងក៏គេមានជាលក្ខណៈភ្នំទាំងអស់ហ្មងបងប្អូននិយាយទៅយើងទៅដល់កន្លែងណាក៏ភ្នំដែរហើយសម្រាប់បងប្អូនអ្នកខេត្តមណ្ឌលគិរីខេត្តធំណាស់បងប្អូនអើយប៉ុន្តែឮថាមានមនុស្សរស់នៅដូចជាតិចដែរទេអត់សូវច្រើនខ្លាំងប្រហែលទេប៉ុន្តែមានការអភិវឌ្ឍក្រាន់បើដែរបើតាមការសង្កេតមើលរបស់ខ្ញុំបងប្អូនមានតាំងពីសាលារៀនសាកលវិទ្យាល័យមន្ទីរអីផ្សេងឬក៏ដូចជាមន្ទីរពេទ្យឯហ្នឹងបងប្អូនគឺមានទាំងអស់ហ្មងសំខាន់ណាស់បងប្អូនឃើញខ្ញុំជិះទៅអត់គឺកំពុងតែទៅរកស្ថានភាពឬក៏ផ្ទះសំណាក់អីចឹងបងប្អូនគឺចោតមែនតើដោយសារតែយើងកំពុងចុះភ្នំឡើងភ្នំចុះភ្នំឡើងភ្នំនៅនឹងចឹងណានេះហើយគឺជាទស្សនវិជ្ជាទាំងមូលដែលខ្ញុំបានថតតាមច្រកផ្លូវផ្សេងនៅក្នុងក្រុងសែនមនោរម្យដែលផ្ទាល់ហ្មងបងប្អូនទៅយើងគ្រាន់តែឮពាក្យថាសែនមនោរម្យហ្នឹងយើងចង់ដឹងចង់ឮចង់ឃើញបាត់ហើយបងប្អូនដោយសារតែជិះទៅកន្លែងណាក៏ឃើញមានដើមឈើឃើញមានព្រៃស្រស់ស្រាយមួយបែបនិយាយទៅហើយក៏សង្កេតឃើញមានការ៉ាសាំងឬក៏ធនាគារផ្សេងបងប្អូនច្រើនណាស់មានតាំងពី ABA អីជាដើមចឹងទៅហើយសម្រាប់ខ្ញុំអ្នកមកពីចង្ងាយចឹងគឺមានអារម្មណ៍ថាប្លែកភ្នែកមែនទែនបងប្អូនខ្ញុំមិននឹកស្មានថាមានក្រុងដែលនៅលើភ្នំដែលផ្ទាល់របៀបហ្នឹងបងប្អូនសូម្បីតែនៅក្នុងផ្សារក៏មានលើភ្នំចុះភ្នំនិយាយទៅបើសិនជាបងប្អូនអ្នកនៅខាងខេត្តមណ្ឌលគិរីគាត់គ្រាន់តែដើរលេងក្នុងក្រុងគាត់នឹងហាក់បីដូចជាបានហាត់ប្រាណហ្មងបងប្អូនព្រោះដោយសារតែវាមានឡើងភ្នំចុះភ្នំចឹងទៅគាត់គ្រាន់តែដើរទៅទិញម្ហូបអីធម្មតាហ្នឹងក៏បានហាត់ប្រាណដែរហើយនេះគឺជាសួននៅក្នុងខេត្តមណ្ឌលគិរីនៅក្នុងក្រុងសែនមនោរម្យដែលផ្ទាល់ហ្មងបងប្អូនហើយអ្វីដែលល្បីជាងគេគឺគោព្រៃនេះឯងបងប្អូនរង្វង់មូលគោព្រៃ2ក្បាលនេះគឺល្បីសរសៃទូទាំងប្រទេសកម្ពុជារបស់យើងហ្មងហើយនេះវិញគឺជាទស្សនវិជ្ជាពេលយប់នៅក្នុងក្រុងសែនមនោរម្យបងប្អូនមានភ្លើងពណ៌មានអីចឹងទៅហើយសំខាន់មានទង់ជាតិអាស៊ានមានអីចឹងណាបងប្អូនដាក់ជាលេខ2025អុយមើលទៅប្លែកភ្នែកសម្រាប់ខ្ញុំមែនទែនហ្មងហើយបើសិនជាយើងបានទៅលេងខេត្តមណ្ឌលគិរីបងប្អូនកុំរំលងក្រុងសែនមនោរម្យឲ្យសោះយ៉ាងណាក៏យើងបានជិះកាត់មើលថាតើក្រុងគេអភិវឌ្ឍដល់ណាគេរៀបចំបានអីខ្លះអញ្ចឹងណាបងប្អូនហើយបើតាមការសង្កេតមើលដោយផ្ទាល់របស់ខ្ញុំហ្នឹងការដែលខ្ញុំទៅហ្នឹងគឺអត់សូវជាមានមនុស្សច្រើនអីខ្លាំងណាស់ណាទេបងប្អូនអើយមកល្មមសម្រាប់ក្រុងសែនមនោរម្យអញ្ចឹងទៅដោយសារតែសង្កេតឃើញបងប្អូនជាច្រើនដែលបានទៅលេងខាងខេត្តមណ្ឌលគិរីភាគច្រើនគឺគាត់ថតជាប់សមុទ្រឈើថតជាប់ព្រៃឈើអីអញ្ចឹងណាព្រោះដោយសារតែនៅហ្នឹងគឺសម្បូរដើមឈើបងប្អូនតែដល់ពេលយើងបានមកឃើញក្រុងគេមានអារម្មណ៍ថាប្លែកភ្នែកម្យ៉ាងដែរកន្លែងនេះគឺវាមានឯករាជ្យនៅពេលយប់បងប្អូនមានសភាពរបៀបនេះឯងហើយសម្រាប់បងប្អូនដែលរស់នៅទីនោះនៅពេលល្ងាចឡើងឬក៏យប់ឡើងអញ្ចឹងពួកគាត់ចូលចិត្តទៅហាត់ប្រាណឬមួយក៏ទៅអង្គុយលេងទៅអង្គុយញ៉ាំអីនៅក្នុងសួននៅកន្លែងក្រុងសែនមនោរម្យនឹងមែនទែនហ្មងបងប្អូនហើយដល់ពេលព្រឹកឡើងវិញបងប្អូនអើយកន្លែងរង្វង់មូលគោព្រៃហ្នឹងគឺថាស្រស់ស្រាយមែនទែនហ្មងរបៀបដូចថាយើងនៅលើភ្នំចេញមកឃើញមានអាប់មានអីចុះអញ្ចឹងណាបងប្អូនរបៀបស្រស់ស្រាយមែនទែនហ្មង